ឆ្វេងមើលដៃលើកដៃឡើងផ្អៀងខាងស្ដាំយល់ទេលាមួយបន្ទាប់មកស្ដាំភួងដៃលើកឡើងផ្អៀងខាងឆ្វេងចាំទេអ្នកទាំងអស់គ្នាចា៎អ្នកគ្រូដូច្នេះមានតែកូនទាំងអស់គ្នាខិតខំប្រឹងប្រែងឡើងដើម្បីតបស្នងព្រះរាជបំណងដ៏ខ្ពង់ខ្ពស់របស់សម្ដេចព្រះមហាក្សត្រីយ៉ានីស៊ីសវត្តមនីវង្សកុសមនារីរតន៍សិរីវឌ្ឍនាព្រះមេដានៃព្រះករុណាព្រះបាទសម្ដេចព្រះនរោត្តមសីហនុដែលជាព្រះបិតាឯករាជ្យជាតិព្រះអង្គបានធ្វើឲ្យសិល្បៈខ្មែរឈានឡើងខ្ពស់ត្រដែតត្រដឹមទាំងនៅក្នុងប្រទេសនិងលើឆាកអន្តរជាតិចឹងហើយចូលកូនទាំងអស់ខិតខំថែរក្សានៅកេរមរតករបស់ខ្មែរយើងព្រោះនេះជារបាំរបស់ខ្មែរយើងពិតចា៎គ្រូផល្លាឯងរំលឹកក្បាច់ឲ្យអ្នកគ្រូមើលចា៎អ្នកគ្រូចាក់ចងចាក់ធេងចងឃើញជាតិណា
ប្រាសាទតាព្រំត្រូវកសាងឡើងដោយព្រះបាទជ័យវរ្ម័នទី7មានកំផែង5ជាន់កំផែងក្រៅបណ្ដោយពីទិសខាងកើតទៅខាងលិច1000ម៉ែត្រទទឹងពីខាងត្បូងទៅខាងជើង600ម៉ែត្រប្រាសាទតាព្រំមានគោបុរៈ4ទិសសុទ្ធសឹងប្រកបទៅដោយមុខលោកេស្វរៈបែរទៅកាន់ទិសទាំង4ហើយនៅជ្រុងនៃគោបុរៈនីមួយៗប្រកបទៅដោយរូបគ្រុឌបើប្រៀបធៀបព្រះករុណាព្រះបាទសម្ដេចព្រះនរោត្តមសីហនុព្រះអង្គក៏មានកិត្តិនាមដ៏ខ្ពង់ខ្ពស់ក្នុងវិស័យដឹកនាំប្រទេសជាតិនិងជួយថែរក្សាការពារបេតិកភណ្ឌជាតិដោយកន្លងមកព្រះអង្គក៏បានទាមទារយកប្រាសាទព្រះវិហារនៅឆ្នាំ1962ជូនមាតុប្រទេសដោយជោគជ័យអប្សរារំពុតពេនបញ្ចេញក្បាច់ទន់ភ្លន់មួយគឺតំណាងឲ្យចរិតសុភាពរៀបសាររបស់ស្ត្រីខ្មែរស្នាមញញឹមស្រស់ស្រទន់សុភាគឺតំណាងឲ្យភាពសុខសាន្តនិងសុំសន្តិភាពអប្សរាប្រនាមដើមគឺប្រនាមមេរៈមានដើមកំណើតមកពីកាកូសមុទ្រទឹកដោះប្រនាងមានភាពបរិសុទ្ធស្អាតស្អំព្រះនាងជាទេពអប្សរបវរកញ្ញាតួឯករបាំនាឋានទេវលោកសម្រាប់ជាតិអង្វាយរំថ្វាយដល់ទេវតាអិនកោសីព្រោះព្រំភាពរុងរឿងជេរកាលនៃនគរទើបឧបវិស្វករចំនួនដើមបន្សល់រូបសំណាកអប្សរាមកទល់សពថ្ងៃនេះសូមអញ្ជើញខាងនោះទៀតប្រាសាទបាយ័នជាបេះដូងនៃរាជធានីសតរបុរៈទី4របស់ព្រះបាទជ័យវរ្ម័នទី7គឺអង្គរធំសពថ្ងៃប្រាសាទនេះខុសប្លែកពីប្រាសាទមុនគឺឧទ្ទិសថ្វាយចំពោះលទ្ធិពុទ្ធិរាជព្រះរាជាតំណាងព្រះពុទ្ធប្រាសាទនេះលម្អដោយកំពូលតួប៉មដែលមានឆ្លាក់រូបព្រំមុខ4ហើយបែរប្រភ័ក្រទៅទិសទាំង4ផល្លាលើកដៃស្បៃព្រះជំរាបសួរនឹកតែម៉ែផល្លាកូនមិនក៏កូនក្រម្លេងម៉ែខ្លាំងម្លេះហ្នឹងចាំរំលឹកការងារកូនស្រក់សាច់ច្រើនណាស់ឃើញទេតោះជួបផ្ទះទៅកូនចឹងហ៎អេអ្នកម៉ែរៀបចំកៃបានច្រើនណាស់ចាស្អាតណាស់អ្នកម៉ែចាម៉ែដំឡើងបានពី3ទៀតហើយកូនចាំម៉ែនាំកូនទៅមើលណាតោះនៅខាងនោះហីចាណែកូនមើល
ស្អាតណាស់អ្នកម៉ែស្អាតណាស់តែខណៈទៀត នេះអានេះក៏ស្អាតដែរ អូយពណ៌នេះក៏ស្អាតដែរ ចាសមនឹងសាច់តែម្ដង ចាចោះខាងនៅខ្នាមបោះហេ ត្រូវហើយកូន ចាចោះខា ខា ង ង នៅ នេះ វិញ ទៅ អ្នកម៉ែ តែដំឡើងថ្មី អូចា ហើយខាងនេះក៏អញ្ចឹ អូ ង ខាងនៅទៀតទេ ចា អ្នកម៉ែរបស់កូននេះប្រកែកណាស់អ្នកម៉ែនៅខ្នាមមានខ្លះទៀត ជាមួយគេអីមិនកើតទេបើគេរំវិញសប្បាយជាង មិនអីទេទោះខ្ញុំដាក់វិញ សំលេចជុំអ្នកផងសំលេចអ្នកផង ចាំមកទៀតហើយណាមិនមែនណា សំឈើផង ពួកយើងទៅយកឈ្នះស្រីស្រីឲ្យបាន ត្រូវហើយពួកយើងយកឆាស្រីស្រី 1 2 3 ហេ គេក៏ច្រៀងដែរឥឡូវចាំស្ដាប់ណា ណែប្រយ័ត្នចាញ់ស្រីស្រីណាប្រប្រ ហាអើងអើយពេលគុំត្រូវហើយបងជួយបន្តទៅឲ្យខំខាណាកែកែហើយគុំហើយគុំហើយខំខាត្រូវតែយកជូនជូនកលយ៉ានក្នុងក្រុមគ្រប់ប្រានតាមសន្យាណាកែកែហើយក្នុងក្រុមគ្រប់ប្រានតាមសន្យា ព្រមព្រៀងពួក ប្រ យើង ពពួកយើង ចាំមកឡើយ មែនណាឈ្មោះឥឡូវហើយ 1 2 សំណាងឯងចាប់បានហើយ ធ្វើមិនទៅ ឯងត្រូវតែច្រៀងបន្តនាងទៅសំណាង មែនហើយច្រៀងសំណាង ច្រៀងទៅសំណាងច្រៀងទៅប៉ិតមែនហើយសំណាងត្រូវតែច្រៀងទៅច្រៀងបន្តនាងទៅទើបថាក្លាហានណាសំណាង ច្រៀងក៏ច្រៀងប៉ុន្តែជួយបន្តផងណា មិនអីទេទុកចិត្តនេះចុះសំណាង បងអើយជុំទៅ
ថ្លៃឲ្យជូនទៅលើចុងត្របាញ់បងអើយជូនទៅថ្លៃឲ្យជូនទៅលើចុងត្របាញ់ក្រលេខមួយផ្លែតអើយដូចជាប្រហែលអើយដូចជាប្រហែលឥឡូវនេះចាំចាប់ឈូងចាំណា ចាំណា ចាប់ឲ្យបង ទៅហើយឈូងអើយឈូង ចាប់ផ្ដើមបង្ហោះហើយ ចាប់អត់មកខំមែនហើយកូនចាប់ដល់ខុសហើយល្អមែនក ូនព្រះទៅលើអណ្ដែតស្អាតណាស់ មើលទៅល្អផ្លេកក៏ចំនួនដែរមែន ណែមើលខាងនោះ ល្អ អូយមកកុំមួយនោះ ស្អាតតោះ ល្អដល់ហើយ ហត់ទឹកពុះទៅកាន់តែល្អមើលទៅហើយក្រហមទៀត អេមួយជាង មួយណា ខ្ញុំថាមុននេះខ្ពស់ជាងគេណាឃើញទេ ចាមួយចាស្អាតហើយ ពុះណាល្អមែនកូន ណោមើលនោះ មួយនោះ នោះ គេលោមើលទៅមិនដឹងថាគេមកឬអត់ទេ ចាចាំតិចសិនផល្លាមករំលេងនឹងគេមក ចាចាំតិច ជម្រាបសួរលោកអ៊ំ ចាលើកដាច់ថ្វាយព្រះក្មួយមកឡើងមកលេងសិនមកមិនអីទេនាំតែរំខានអ៊ំ ម៉ែកូនសុំទៅលេងជាមួយបងបានទេ ចាទៅចុះកូនតែកុំឲ្យយប់ពេកណា ចាម៉ែអរគុណចាចាំមកផ្លែត អូរាត្រីនេះផល្លាស្អាតណាស់សូមអញ្ជើញ ណោពួកយើងចាំនៅខាងណោ ចាតោះ គីបាន